វន្ទាព្រះត្រៃរតលើកដៃប្រណិបាតញាតសន្តានអហង្វន្ទាព្រះត្រៃរតលើកដៃប្រណិបាតអស់ញាតសន្តានត្រង់ត្រាប់អាយ៉ៃជាក្តីកំសាន្តចម្រៀងអាយ៉ៃគឺជាទម្រង់សិល្បៈរួមផ្សំយ៉ាងស៊ីសង្វាក់រវាងការច្រៀងអារម្មណ៍តន្ត្រីហើយអ្នកច្រៀងមានភាពប៉ិនប្រសប់ខាងជើងកាបចំជួនសំនួនពាក្យនិងចង្វាក់ភ្លេងបង្កើតទៅជាទម្រង់សិល្បៈប្រជាប្រិយដ៏រស់រវើកនិងទាក់ទាញមានទ្រឹស្ដីជាច្រើនតាក់ទងនឹងប្រភពដើមនៃសិល្បៈច្រៀងអាយ៉ៃក្នុងនោះមានឯកសារជាច្រើនបានឲ្យដឹងថាសិល្បៈចម្រៀងអាយ៉ៃដំបូងគឺកើតមកពីប្រភេទចម្រៀងប្រពកែងដែលជាចម្រៀងឆ្លងឆ្លើយឌៀងដងគ្នាដែលមានតាំងពីយូរណាស់មកហើយក្នុងសហគមន៍ជនជាតិខ្មែរក្នុងនោះខាងស្រីនិងប្រុសរួមគ្នាតេះដៃជាចង្វាក់រួចច្រៀងឆ្លងឆ្លើយគ្នាទៅវិញទៅមកហេតុតែបង្កើតពីប្រភេទចម្រៀងឆ្លងឆ្លើយទើបគេនិយមហៅថាអាយ៉ៃឆ្លងឆ្លើយតាំងពីនោះមកចម្រៀងអាយ៉ៃគឺជាទម្រង់ចម្រៀងបរនីបច្ចេកទេសនៃការច្រៀងមើលទៅគឺហាក់ដូចជាងាយណាស់តែដើម្បីច្រៀងបានប្រភេទចម្រៀងនេះអ្នកចម្រៀងត្រូវចេះអឿនសំឡេងសម្ដែងនៅមនោសញ្ចេតនាសប្បាយរីករាយមញិកម្ញស់ខឹងសម្លក់ជាដើមទើបអាចបង្ហាញបានអស់នៅអត្ថន័យនៃបទអាយ៉ៃលោកម៉ាយចន្ទថនគឺជាសិល្បៈអង្គរជើងចាស់ម្នាក់នៃក្រុមសិល្បៈខ្មែររងរងនិងជាអ្នកដែលធ្លាប់ច្រៀងចម្រៀងអាយ៉ៃឲ្យក្រុមអស់ជាច្រើនឆ្នាំមកនេះការសម្ដែងក្រម៉ាច់ក្រម៉ើមសំឡេងច្បាស់ពីរោះនិងខ្យល់ដង្ហើមវែងបានជួយឲ្យលោកតាក់ទាញបានទស្សនិកជនគ្រប់ទិសទីរាល់ពេលសម្ដែងអ្នកចង់ចេះច្រៀងអាយ៉ៃឲ្យសមស្របទៅតាមរបៀបបុរាណគឺទី1ទាមទារសម្រស់អ្នកហ្នឹងតម្រង់គេហៅថាមនុស្សស្លូតហើយក៏ប្លែងណាទី1ទី2ចេះនៅក្បាច់រាប់របៀបខ្មែរមិនមែនចេះរបៀបសម័យឥឡូវទេណាចេះរបៀបខ្មែរអញ្ចឹងហើយយើងផ្អែកលើភ្លេងចូលហើយអ្នកហ្នឹងចេះរញាក់រញូចតាមរបៀបខ្មែរបុរាណយើងអញ្ចឹងហើយវាសមហើយទេពកោសល្យគឺទឹកដំច្រៀងមានពងករបៀបខ្មែរយើងខ្ជាក់ពាក្យសម្ដីដូចថាអានអក្សរអីអូច្បាស់ឬអក្ខរវិរុទ្ធឬក៏ផ្ទាំងចំណេះអីចឹងបានច្បាស់លាស់អាហ្នឹងគឺវាល្អទៀមទាត្រង់ជាទី1គឺអ្នកនឹងត្រូវតែមានកម្រិតវប្បធម៌អាចថាឧទាហរណ៍ថាគេតែងមកវាមានតែ10គាត់ណាក៏ប៉ុន្តែអ្នកនឹងមានខ្យល់ល្អសម្លេងល្អអញ្ចឹងហើយគេអាចពាត់ឬក៏បន្ថែម2-3អក្សរចូលអញ្ចឹងដើម្បីឲ្យពងកគេស្រួលច្រៀងណាហើយអញ្ចឹងហើយអាយ៉ៃវាមានតិចនិចវាដូចថាច្រៀងរឿងស្រាប់ទៅដល់កន្លែងកំ pl ែងវាឈប់ងត់វានិយាយហ្នឹងក៏ចឹងដែរពាក្យគេថានិយាយដូចក្នុងតួឯកអញ្ចឹងនិយាយដូចក្នុងតួឯកពីព្រោះអាយ៉ៃវាច្រើនជាងគូជាមួយស្រីហើយនិយាយខ្យល់គេថាត្រូវកន្លែងតន់ត្រូវកន្លែងកំ pl ែងត្រូវកន្លែងដូចថាវាធ្វើកាចអីកាចអញ្ចឹងអញ្ចឹងហើយត្រូវយល់អត្តន័យហ្នឹងហើយវាសំដែងទៅវាចេញប្រភេទអាយ៉ៃអារនរៀងរែភ្លឺច្បាស់មេឃាដល់ពេលវេលាចេញហើយណាស្រីតើស្រស់ស្រីស្ងួននូនពួនធ្វើអ្វីចេញមកស្រដីជាមួយប្របងអើយអំពីបែបបទអាយ៉ៃតែងបានគេនិពន្ធទៅតាមបទកំណាព្យពិសេសរបស់ជនជាតិខ្មែរមានដូចជាបទពាក្យ8បទកាកកតិជាដើមឈុតសម្ដែងអាយ៉ៃណាក៏ដោយក៏យោងទៅតាមបទចម្រៀងនិងសៀងតន្ត្រីផងដែរយោងតាមបរិបទពិធីបុណ្យពិធីកិច្ចគ្រួសារឬសកម្មភាពសហគមន៍ការច្រៀងអាយ៉ៃអាចប្រើបទចម្រៀងប្រពៃណីឬសរសេរទំនុកថ្មីឬក៏និពន្ធផ្ទាល់នៅនឹងកន្លែងក៏មានហេតុតែអាយ៉ៃគឺជាទម្រង់សិល្បៈរួមផ្សំរវាងច្រៀងឆ្លងឆ្លើយនិយាយនិងរាំអមទើបសិល្បករសិល្បករនីច្រៀងអាយ៉ៃក៏ទាមទារឲ្យមានភាពបត់បែនរហ័សរហួនក្នុងការសម្ដែងផងដែរយើងមានសំណាងបានកើតជាមនុស្ស
ចាគឺចម្រៀងអាយ៉ៃគឺមានការរាំនៅក្នុងនោះដើម្បីគឺមានការតាក់ទាញដូចជាការសប្បាយនៅក្នុងនោះចាដូចជាទឹកមុខកាយវិការរាំក៏ដូចជាគ្រឹះស្ដីធ្វើយ៉ាងណាសហការជាមួយដៃគូយើងឲ្យមានភាពកំប្លុកកំប្លែងភាពគឺមានការដូចជាកន្លែងណាខឹងគឺខឹងកន្លែងណាសប្បាយគឺសប្បាយកន្លែងណាគឺកំប្លែងជាមួយដៃគូយើងចាយ៉ាងនេះហើយគឺការច្រៀងអាយ៉ៃគឺមានការពិបាកបន្តិចចាជំរាបសួរមិត្តក្នុងចម្រៀងអាយ៉ៃតន្ត្រីគឺជាផ្នែកសំខាន់បំផុតគឺជាចង្វាក់បន្តបន្សំនាំអ្នកចម្រៀងអាចច្រៀងនិងរាំតាមចង្វាក់ភ្លេងបានពីបុរាណវង់ភ្លេងអាយ៉ៃត្រូវបានជ្រើសរើសពីទម្រង់ចម្រៀងឆ្លងឆ្លើយឬចេញពីបទបាសាខ្លះពីបទប្រពៃណីខ្លះរបស់ជនរួមជាតិខ្មែរដើម្បីអាចលេងបានភ្លេងអាយ៉ៃដ៏អង្ទាក់ទាញរស់រវើកវង់ភ្លេងអាយ៉ៃក៏ត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ផងដែរក្នុងនោះរួមមានឧបករណ៍ភ្លេងដូចជាស្គរដៃទ្រឈឹងខឹមមានកន្លែងខ្លះរក្សាបានទាំងឧបករណ៍តាខេញ៉ាំងឲ្យវង់ភ្លេងកាន់តែពីរោះជាងទៀតហើយបងខ្ញុំមានការបន្តិចមានការអីការបញ្ញាប់ទៅណារួចបញ្ញាប់មានការអីកុំអាលសិនខ្ញុំបញ្ញាប់ទៅពេទ្យហារួចចិនណាថៃទៅពេទ្យរឿងវាចែកក្រុមគ្រួសារខ្ញុំប្រាប់បងអ្នកចម្រៀងអាយ៉ៃបើសិនណាគេយល់វាឲ្យវាស្រួលច្រៀងគឺជាពិសេសគឺស្គរតេះយើងស្គរតេះតាមបុរាណយើងតេះហើយអាហ្នឹងគឺវាសង្ឃឹមពលឹងផោះអាយ៉ៃអោតែលឺសូស្គរភ្លាមចង់តែញាក់ហ្មងអញ្ចឹងបើមានឃ្លាប្រាក់ទីងតាក់ប្រាក់ទីងតាច់ហ្នឹងលឺសូស្គរញាក់សាច់ទៅណាហ្នឹងវាមានឃ្លាអញ្ចឹងដល់អញ្ចឹងហើយទី1ស្គរហើយត្រួយឆែហើយនឹងខឹមតាខេហើយនឹងឈឹងឈឹបហ្នឹងហើយឥឡូវនេះឃើញថាក្រុមខេត្តមានឧបករណ៍នឹងមានក៏ប៉ុន្តែខ្វះដូចថាតាខេក្រុមខេត្តយើងមានដែរក៏ប៉ុន្តែអត់មានអ្នកចេះដេញតាខេទេដោយសារតែអាយ៉ៃជាទម្រង់សិល្បៈឆ្លងឆ្លើយទើបភាគច្រើនតម្រូវឲ្យមានប្រុសនិងស្រីឆ្លងឆ្លើយជាមួយគ្នាហេតុដូច្នេះតួនាទីរបស់អ្នកចម្រៀងស្រីក្នុងចម្រៀងអាយ៉ៃក៏សំខាន់ណាស់ដែរដោយសារតែតម្រូវការខ្ពស់ក្នុងការសម្ដែងនិងសម្លេងទើបមិនមែនអ្នកចម្រៀងស្រីណាក៏អាចច្រៀងអាយ៉ៃបាននោះទេតែទាមទារឲ្យពួកគាត់ត្រូវឆ្លងកាត់ដំណើរការហ្វឹកហាត់យ៉ាងលំបាកចាគឺការដំបូងគឺខ្ញុំរៀនអាយ៉ៃគឺពិបាកដែរចាគឺដូចជាការដកដង្ហើមក៏ដូចជាការយកខ្យល់និងការអ៊ឺនគឺអាយ៉ៃខុសពីបទចម្រៀងសម័យគឺដូចជាបទសម័យគឺភ្លេងគឺទៅក៏ដូចជាអាយ៉ៃយើងរៀនគឺពេលយើងច្រៀងហើយយើងឈប់យើងមានការនិយាយនៅក្នុងនោះចាគ្រឹះស្ដីនៅក្នុងនោះគឺពេលយើងច្រៀងទៅគឺការនិយាយនឹងភ្លេងយើងធ្វើយ៉ាងម៉េចឲ្យចូលនឹងភ្លេងចាសំចូលនឹងភ្លេងចាដូចជាចាប់តង់ឲ្យត្រូវជាមួយនឹងភ្លេងចានេះភ្លាមដល់សូមទទួលព្រះជាក្រទូលគោលបំណងដណ្ដើមយកកតតារបស់យើងពិតជាបានសម្រេចដោយបំណងហើយបើនិយាយអំពីកលកៈសម្ដែងវិញអាយ៉ៃហាក់ដូចជាមិនមានការរើសអើងនោះទេគេអាចច្រៀងអាយ៉ៃបានទាំងពេលមានបុណ្យទានក្នុងវត្តដូចជាបុណ្យចូលឆ្នាំថ្មីសែនដូនតាបុណ្យអកអំបោកឬក្នុងពិធីមង្គលការនិងពិធីនានាក្នុងគ្រួសារជាដើមក៏ប៉ុន្តែក្នុងការសម្ដែងនីមួយៗអ្នកចម្រៀងតែងតែជ្រើសរើសបទចម្រៀងដែលមានអត្ថន័យខុសៗគ្នាឲ្យសមទៅតាមកាលៈទេសៈក្នុងករណីមួយចំនួនអាយ៉ៃក៏មានមុខក្នុងល្ខោនបាសាក់ទៀតផង
អាយ៉ៃទី1គឺគេសិតតែយកទៅចូលបំរួមចូលជាមួយនឹងល្ខោនមសាក់ទុកសម្រាប់ថ្លុកក៏ផ្លែងអីហ្នឹងគេច្រៀងមកឃ្លាពីសបាយលេងឲ្យដឹងថាហ្នឹងជាទម្រង់អាយ៉ៃបុរាណអានេះទី1ទី2គឺសម្រាប់ដែលដូចថាពិធីវត្តមានធ្វើដូចថាសម្ពោធឆ្លងសាលាឬក៏បិណ្ឌបញ្ចុះសេមាអញ្ចឹងគេមានឱកាសគេឲ្យជូនទៅអ្នកនិពន្ធបទអីចឹងសរសេរអ្នកគេស្រឡាញ់ណាគេនិពន្ធសរសេរឲ្យហើយផ្ញើមកឲ្យអ្នកនឹងរៀនហើយច្រៀងចាំយកមកដូចថាអបអរសាទរបានកសាងឬក៏សេដ្ឋកិច្ចកើតអីចឹងអាហ្នឹងវាប្រភេទទៀតអាយ៉ៃរឿងវាមានក៏ប៉ុន្តែយើងវាមិនអាចធ្វើបានមិនតាន់ធ្វើវាច្រើនប្រើវិធីចឹងថាសិល្បៈចម្រៀងអាយ៉ៃរបស់ជនរួមជាតិខ្មែរតាំងពីយូរលង់មកបានក្លាយជាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលក្នុងភូមិស្រុកផ្សារភ្ជាប់ទៅនឹងវត្តអារាមនិងគ្រួសារខ្មែរចម្រៀងអាយ៉ៃសម្ដែងឡើងនៅការច្នៃប្រឌិតវប្បធម៌ឆ្លើយតបបាននៅតម្រូវការកំសាន្តក្នុងសហគមន៍បទចម្រៀងអាយ៉ៃឆ្លុះបញ្ចាំងពីភាពជាក់ស្ដែងនៃជីវភាពសេដ្ឋកិច្ចវប្បធម៌របស់សហគមន៍សម្ដែងនៅមនោសញ្ចេតនាស្នេហាយុវវ័យព្រានប្រដៅពីសិលធម៌វប្បធម៌ជាដើមការសម្ដែងចម្រៀងអាយ៉ៃនៅជាបរិស្ថានថែរក្សានៅតម្លៃអំពីសិល្បៈតន្ត្រីរបាំរបស់សហគមន៍រួមចំណែកបង្រួបបង្រួមសហគមន៍និងថែរក្សាបេតិកភណ្ឌវប្បធម៌របស់ជនជាតិទៀតផង